នៅក្នុងវីដេអូនេះគឺលោកគ្រូលើកយក limit នៃអានុគម exponential ពីរប្រភេទមកធ្វើការប្រៀបធៀបគ្នាទី1គឺយើងជំនួសមើលរៀងវាសិនណាចឹងលោកគ្រូជំនួស limit a នេះបានទេគេអូនបកករណី x គិតទៅ0ចឹងបាន e សគុណ2គុណឲ្យ0ដកឲ្យ1ណានៅលើ2គុណឲ្យ0បូកឲ្យ1ចឹងជាទូទៅអានេះ e សគុណ0មួយចំនួនសគុណ0ស្មើ1មិនចឹងហ៎បាទនៅលើ2គុណឲ្យ0 0បូក1 1ដែរចឹង1ដក1វា0នៅលើ1 0នៅលេខចេញ0ដែរតើបាទអញ្ចឹងចំពោះ limit b វិញម្ដងជំនួសចូលមកករណី x គិតទៅ0ចឹងបាន e សគុណ2គុណឲ្យ0ដកឲ្យ1នៅលើ5គុណឲ្យ0បាទមួយចំនួនសគុណ0ស្មើ1អញ្ចឹង1ដកឲ្យ1នៅលើ5គុណឲ្យ0 0 1ដក1 0អញ្ចឹង limit នេះគឺរៀងមិនកំណត់0លើ0នឹងឯងអញ្ចឹង limit b នេះគឺយើងជំនួសទៅអត់ចេញចម្លើយទេអញ្ចឹងយើងធ្វើតាមលក្ខណៈនៃ limit រៀង0លើ0នៃអានុគម exponential មកបាទជាទូទៅអានេះឯងទៅសេរីឲ្យបានស្វ័យគុណវានេះសគុណ 2x ចឹងអាភាគបាយនេះសេរីបាន 2x ដែរដើម្បីដូចគ្នាយើងហេតុអីបានធ្វើឲ្យដូចគ្នាអញ្ចឹងយើងសម្លឹងទៅមើលរូបមន្តនេះមួយបាទអានុគម exponential លោកគ្រូអត់ស្រាយទេគឺយើងយកមកប្រើតែម្ដងគឺ limit នៃអានុគម exponential x សគុណ0 សគុណ x ដក1នៅលើ x វាស្មើទៅនឹង1បាទអញ្ចឹងមានន័យថាយើងត្រូវសេរីឲ្យបាទភាគបាយនេះឲ្យវាដូចទៅនឹងស្វ័យគុណរបស់ expoចានោះ 2x បាទយើងសេរីភាគបាយឲ្យបាន 2x ដែរមកបាទអញ្ចឹងលោកគ្រូប្រើវិធីគុណភាគយកភាគបាយណាអញ្ចឹងបើយើងគុណភាគបាយនឹង2អញ្ចឹងលោកគ្រូត្រូវគុណភាគយកនឹង2ដែរដើម្បីដូចដើមវិញណាអញ្ចឹងអានេះ5វានៅដដែលទេវានៅភាគយកយើងអាចសេ2លើ5បានបន្ទាប់មកអានេះដូចគ្នាអូន 2x ដូចគ្នាអញ្ចឹងមានន័យថាគឺយើងអាចប្រើរូបមន្តបានហើយគឺ1គុណឲ្យ2លើ5ស្មើនឹង2លើ5បាទ1នេះបានមកពីណាគឺបានមកពីអានេះ limit x គិតជិត0នៃ e សគុណ 2x ដក1លើ 2x ស្មើ1នឹងឯងបាទដូចនេះគឺគេបានចម្លើយរបស់ limit មួយហ្នឹងបាទ